បង្កើតកូនគឺជាសមត្ថភាពដែលមនុស្សក៏មានសត្វក៏មានប៉ុន្តែអ្វីដែលមនុស្សយើងខុសពីសត្វនោះគឺត្រង់ថាមនុស្សយើងចិញ្ចឹមកូនហើយថែមការអប់រំប៉ុន្តែសត្វចិញ្ចឹមកូនគឺចិញ្ចឹមទៅតាមទម្លាប់ប៉ុន្តែអ្វីដែលឪពុកម្ដាយគ្រប់រូបគួរតែដឹងនោះគឺថាអ្នកអាចបង្កើតពួកគេត្រឹមតែរូបរាងកាយតែប៉ុណ្ណោះប៉ុន្តែចិត្តគំនិតអ្នកមិនអាចបង្កើតឲ្យពួកគេបានសោះឡើយអញ្ចឹងចូលអប់រំគេចូលចិញ្ចឹមពួកគេតាមរបៀបហេតុផលកុំចិញ្ចឹមពួកគេតាមទម្លាប់ដោយសត្វអីសោះខាងក្រោមនេះគឺជា4វិធីសាស្ត្រក្នុងការអប់រំកូនរបស់លោកអ្នកនឹងឲ្យខ្លាចជាមនុស្សចេះមានហេតុផលឲ្យខ្លាចជាមនុស្សជោគជ័យឲ្យខ្លាចជាមនុស្សលេចធ្លោនៅក្នុងសង្គមនាពេលអនាគត1កុំទម្រើសកូនកុំថ្នមកូនត្រូវឲ្យក្មេងចេះជួយធ្វើការចាប់តាំងពីក្មេងរៀនចេះដើរជួយការងារណាដែលក្មេងអាចធ្វើបានដូចជាហិចនេះហិចនោះក្មេងកាន់តែប្រើកាន់តែឆាប់ធំកាន់តែប្រើកាន់តែចេះកាន់តែប្រើកាន់តែមានឯករាជ្យក្នុងការគិតក្មេងកាន់តែប្រើកាន់តែធំធាត់លូតលាស់អញ្ចឹងបើចង់ឲ្យកូនរបស់លោកអ្នកខ្លាចជាមនុស្សមានសមត្ថភាពចេះធ្វើការហើយរស់បានដោយមិនបាច់មានយើងនោះត្រូវបង្រៀនពួកគេឲ្យចេះធ្វើការចាប់តាំងពីពួកគេនៅតូចចំណុចទី2នោះគឺឪពុកម្ដាយនឹងហាមឆ្លោះគ្នានៅមុខកូនដាច់ខាតឲ្យសោះត្រូវកសាងរូបភាពណាល្អនៅមុខកូនមិនត្រូវនិយាយដើមអាក្រក់ពីគ្នានឹងទៅប្រាប់កូននោះទេធ្វើដូចនេះទើបក្មេងនឹងចេះឲ្យតម្លៃឪពុកម្ដាយត្រូវធ្វើជាបុគ្គលគំរូសម្រាប់កូនត្រូវចំណាយពេលនិយាយលេងជាមួយកូនឲ្យបានច្រើនព្រោះថាក្មេងនៅពីតូចអត់មានអ្នកណានិយាយពាក្យក្នុងចិត្តជាមួយធំឡើងមានអត្តចរិតបិទខ្លួនឯងងាយនឹងគេធ្វើបាបម្យ៉ាងទៀតកុំពេលឪពុកឬក៏ម្ដាយកំពុងអប់រំទូមាននឹងមកខាងទៀតចូលទៅរារាំងទង្វើបែបនេះគឺជាទង្វើមិនត្រូវកំហុសពីតូចមិនបានកែធំឡើងអាចបង្កជាកំហុសធំចំណុចទី3កុំធ្វើជាប្រពន្ធហើយក្នុងភ្នែកនឹងមានតែកូនឯសោះអ្នកត្រូវដឹងថាប្តីរបស់អ្នកគឺសំខាន់ជាងកូនទៅទៀតកុំឲ្យពួកគេយល់ថាគេគឺជាព្រះគេគឺជាស្ដេចដែលប៉ះមិនបានមនុស្សស្រីដែលឆ្លាតគឺទុកទំនាក់ទំនងស្នេហាទុកទំនាក់ទំនងប្តីប្រពន្ធនឹងទី1ទំនាក់ទំនងសាច់ញាតិទី2ប៉ុន្តែកំហុសដ៏ធំបំផុតរបស់មនុស្សស្រីភាគច្រើនណាគឺមិនគិតអញ្ចឹងទេគឺពេលដែលមានកូនហើយគឺនៅតែរវីរវល់វីវក់ជាមួយកូនបំភ្លេចប្តីហើយទុកប្តីចោលធ្វើឲ្យទំនាក់ទំនងស្នេហានឹងងាយនឹងបែកបាក់អញ្ចឹងអ្នកត្រូវដឹងថាធ្វើជាប្រពន្ធល្អសិនទើបធ្វើជាម្ដាយល្អតាមក្រោយមានប្តីសិនទើបមានកូនចំណុចសំខាន់ទី4នោះគឺអ្នកត្រូវចាំថាចិញ្ចឹមកូនគឺចិញ្ចឹមតាមរបៀបក្រមិនថាកូនប្រុសឬក៏កូនស្រីនោះទេមិនត្រូវផ្ដល់សម្ភារៈឲ្យពួកគេនឹងសពគ្រប់នោះទេឪពុកម្ដាយភាគច្រើនការខ្លួនឯងនៅតូចធ្លាប់ឆ្លងកាត់ការលំបាកអញ្ចឹងហើយដល់ឥឡូវមានបានតិចតួចឲ្យតែកូនទាអីគឺទិញឲ្យហើយសឹងតែពេលខ្លះហ្នឹងកូនមិនទាន់ទាផងក៏ទិញឲ្យដែរក្មេងកាលណាមានទម្លាប់ចាំតែទទួលចាំតែបានក៏ដល់ដឹងថារបស់ដែលទទួលបានហ្នឹងរើកមកដោយលំបាកនោះទេបាត់បង់សមត្ថភាពក្នុងការរើកលុយអញ្ចឹងត្រូវឲ្យពួកគេដឹងថាអ្វីដែលពួកគេទទួលបានហ្នឹងគឺរើកមកដោយលំបាកហើយអ្វីដែលឪពុកម្ដាយឲ្យហ្នឹងគឺត្រឹមតែជាទ្រព្យសម្បត្តិក្រៅខ្លួនតែប៉ុណ្ណោះប៉ុន្តែអ្វីដែលពួកគេរើកបានដោយសមត្ថភាពខ្លួនឯងទើបជាសមត្ថភាពពិតទើបជាទ្រព្យដែលចាយមិនអស់អញ្ចឹងបើសិនជាលោកអ្នកចង់ឲ្យកូនរបស់លោកអ្នកខ្លាចជាមនុស្សដែលចេះយល់ហេតុផលខ្លាចជាមនុស្សដែលជោគជ័យនៅក្នុងសង្គមពេលអនាគតកុំភ្លេចអប់រំគេតាម4វិធីសាស្ត្រខាងលើហើយកុំភ្លេចចែករំលែកវីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់លោកអ្នកផងខ្ញុំឌីណាជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយ